ជំរាបសួរលោកគ្រូខ្ញុំឈ្មោះchu Vichian នៅក្នុងក្រុមSU5 ថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញពីខ្លះទាក់ទងជាមួយនឹងការងារទី1 record user management អញ្ចឹងcomment ដំបូងគេខ្ញុំបង្ហាញពី comment ដែលវាថា who am I comment ហ្នឹងបញ្ជាក់ថាយើងកំពុងតែនៅក្នុង user មួយណាហើយcomment បន្ទាប់ទៀតតាក់ទងជាមួយនឹងទីតាំងដែលយើងកំពុងបញ្ចូលនៅ PWD present work directory នេះអញ្ចឹងយើងនៅក្នុង folder home ហើយនឹងឈ្មោះរបស់ខ្ញុំបន្ទាប់មកទៀតខ្ញុំនឹងធ្វើការបង្កើត user មួយដែល comment ហ្នឹងយើងហៅថា sudo user add /m/s យើង store នៅក្នុង bin /bash ហើយចុងក្រោយនេះយើងធ្វើការដាក់ឈ្មោះឲ្យ user របស់យើងអញ្ចឹង user របស់ខ្ញុំដាក់ឈ្មោះខ្ញុំហើយលេខ1ក្រោយពីដាក់ហើយវានឹងឲ្យយើងដាក់ password របស់ user របស់យើងក្រោយពីដាក់ឈ្មោះ user ហើយនឹងដាក់ password ហើយយើងចូលទៅដល់ comment មួយទៀតដែលយើងធ្វើការ set password គឺថាយើងចង់ដាក់ password ទៅឲ្យ user នឹងថ្មីអញ្ចឹង sudo pass wd ហើយឈ្មោះ user ដែលយើងបានបង្កើតវិញអញ្ចឹងយើង set password ថ្មីឲ្យគាត់មក1 2 3អញ្ចឹង password update success ហើយតាក់ទងនឹង comment បន្ទាប់ទៀតយើងនឹងធ្វើការ switch ទៅកាន់ user ដែលយើងបានបង្កើតមិញហ្នឹងហើយ comment ថា sudo ហើយឈ្មោះ user របស់យើងsudo ហើយឈ្មោះ user របស់យើងហើយវាធ្វើការទាមទារ password អញ្ចឹងយើងបោះ password ទៅឲ្យហើយដើម្បីប្រកាសថាយើងនៅក្នុង user ទាំងអត់យើងមិន comment ថា who am I យើងកំពុងចូលក្នុង user ហ្នឹងហើយ comment មួយទៀតយើងនឹងបង្កើត directory ទៅឲ្យ user ហ្នឹងបាយពាក្យ comment កើត directory វាយ comment ថា mkdir ហើយពេលវាយ comment ហើយបន្ទាប់មកយើងនឹងឲ្យឈ្មោះទៅ directory ហ្នឹងយើងដាក់ folder របស់ user ហ្នឹងអញ្ចឹងយើងបង្កើតហើយយើងទៅមើលថាយើងបង្កើត directory ហ្នឹងបានអត់យើងមកពាក្យថា comment ls ដើម្បី list នៅ data របស់ user ហ្នឹងនេះ folder ដែលយើងមកបង្កើតមកឈ្មោះហ្នឹងហើយខ្ញុំនឹង log out ចេញពី user ហ្នឹងដើម្បីពាក្យគាត់ថា exit យើងនឹងទៅ user ដើមរបស់យើងមិន user យើងបានហើយ comment ចុងក្រោយរបស់យើងហ្នឹងខ្ញុំនឹង list មើលថាខ្ញុំនឹង list បង្ហាញ user តាម comment cat etc pass wd cat etc pass នេះអញ្ចឹងវានឹង list មកហើយវីដេអូហ្នឹងជាចុងក្រោយមានប៉ុណ្ណឹងជម្រាបលាគ្រប់